លោកអ្នកស្ដាប់ជាទីមេត្រីថ្ងៃទី25ខែកញ្ញាឆ្នាំ2015គឺជាខួបទី46ឆ្នាំដែលសម្ដេចសង្ឃរាជជួនណាតបានចូលទីវង្គតបើទោះជាសម្ដេចជួនណាតគឺជាអ្នកប្រាជ្ញខ្មែរដែលបានបន្សល់ទុកនៅស្នាព្រះហស្ថសំខាន់ៗជាច្រើនសម្រាប់ប្រទេសកម្ពុជាតែពលរដ្ឋនៃប្រទេសនេះភាគច្រើនមិនបានចាប់អារម្មណ៍ដល់ថ្ងៃខួបចូលទីវង្គតរបស់ព្រះអង្គឡើយប្រការនេះហើយបានជំរុញឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទមួយចំនួនសំណូមពរឲ្យមានការរំលឹកខួបរបស់ព្រះអង្គជារៀងរាល់ឆ្នាំលោកយាយសុជាមេតាមានសេចក្តីរាយការណ៍អំពីរឿងនេះសម្ដេចព្រះសង្ឃរាជថ្នាក់ទី1នៃគណៈមហានិកាយជទញាណោជួនណាតបានសោយទីវង្គតនៅថ្ងៃទី25ខែកញ្ញាឆ្នាំ1969សម្ដេចជួនណាតបានបន្សល់ទុកស្នាប្រហោះមហិមាជាច្រើនសម្រាប់ប្រទេសកម្ពុជាពិសេសគឺស្នាប្រហោះអក្សរសាស្ត្រខ្មែរព្រះអង្គជាអ្នកនិពន្ធវចនានុក្រមខ្មែរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រៅតែជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរព្រះអង្គក៏បាននិពន្ធចម្រៀងជាតិជាច្រើនសម្រាប់បម្រើដល់សង្គមកម្ពុជាពិសេសគឺបទភ្លេងនគររាជដែលជាចម្រៀងគោរពទង់ជាតិសម្រាប់កម្ពុជាបច្ចុប្បន្នបើទោះបីជាពលរដ្ឋខ្មែរទាំងក្មេងទាំងចាស់បានច្រៀងចម្រៀងជាតិដែលនិពន្ធដោយសម្ដេចជួនណាតរៀងរាល់ថ្ងៃក្តីតែមានពលរដ្ឋខ្មែរតិចតួចប៉ុណ្ណោះដែលបានចាប់អារម្មណ៍ពីថ្ងៃខួបដែលព្រះអង្គចូលទីវង្គតមិនថាតែក្មេងជំនាន់ក្រោយនិងពលរដ្ឋទូទៅនោះទេសូម្បីតែព្រះសង្ឃមួយចំនួនក៏មិនបានចាប់អារម្មណ៍ថ្ងៃខួបព្រះអង្គដែរសមណសិស្សនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រិតបដិជគុណវឿនសាវ័យបដិជគុណពុំបានចាំថាថ្ងៃទី25ខែកញ្ញាជាថ្ងៃខួបសម្ដេចជួនណាតនោះឡើយយ៉ាងណាបដិជគុណមានធរណីកាថាដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយចាប់អារម្មណ៍និងស្គាល់សម្ដេចជួនណាតរដ្ឋាភិបាលប្រសង់ពលរដ្ឋទាំងអស់ត្រូវធ្វើពិធីបុណ្យរំលឹកខួបដល់សម្ដេចជួនណាតព្រោះថាព្រះអង្គបានបន្សល់ទុកនៅស្នាប្រហោះជាច្រើនសម្រាប់កូនខ្មែរយើងត្រូវប្រមូលមនុស្សគ្រប់ស្ថាប័នទាំងអស់ទាំងអ្នកមានអំណាចទាំងអ្នកមិនមានអំណាចទាំងប្រជាជនធម្មតានិងប្រជាជនសាមញ្ញទូទៅហ្នឹងដើម្បីចូលរួមរំលឹកគុណដល់សម្ដេចព្រះសង្ឃរាជជួនណាតដែលយើងចាត់ទុកលោកជាអ្នកប្រាជ្ញផ្នែកខាងអក្សរសាស្ត្រជាតិរបស់យើងហ្នឹងឲ្យយើងទាំងអស់គ្នាស្គាល់ពីប្រវត្តិរបស់សម្ដេចស្គាល់ពីឧត្តមគតិរបស់សម្ដេចស្គាល់ពីឈ្មោះរបស់សម្ដេចមិនត្រឹមតែឲ្យយើងទាំងអស់គ្នានឹងយល់អំពីបំណងទាំងអស់ហ្នឹងទេគឺត្រូវឲ្យយើងទាំងអស់គ្នានឹងផ្សព្វផ្សាយគំនិតហ្នឹងជូនដល់កូនខ្មែរជំនាន់ក្រោយគេបានស្គាល់ផងប្រជាជនគុណវឿនសវ័យមានធរណីកាបន្តថាដើម្បីអាចឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ពីសម្ដេចជួនណាតលុះណាតែស្ថាប័នជាតិស្ថាប័នប្រសង់និងសាសនាចូលរួមផ្សព្វផ្សាយព័ត៌មានអំពីថ្ងៃព្រះអង្គចូលទីវង្គតឲ្យបានទូលំទូលាយសប្តាហ៍ថ្ងៃហ្នឹងគឺប្រព័ន្ធបណ្ដាញសង្គម Facebook ហ្នឹងមានការរីកចម្រើនអញ្ចឹងយើងអាចគ្រាន់តែថតឲ្យបង្ហោះទៅយើងរៀបចំបុណ្យហ្នឹងដោយកំណត់ទីតាំងកន្លែងណាមួយច្បាស់លាស់ថាធ្វើបុណ្យនៅជូនចំពោះសម្ដេចសង្ឃរាជជួនណាតនិងអ្នកប្រាជ្ញនានានៃប្រទេសកម្ពុជាអញ្ចឹងគឺគេដឹងព័ត៌មានហ្នឹងទូទៅហើយអញ្ចឹងយើងអាចចូលរួមបានចំណែកប្រជាជនទូចម៉ៃគង់នៅវត្តមហាមន្ត្រីវិញព្រះអង្គមានធរណីកាថាដើម្បីឲ្យពលរដ្ឋខ្មែរទូទៅស្គាល់កាន់តែច្បាស់ពីប្រវត្តិស្នាប្រហោះរបស់សម្ដេចជួនណាតព្រះសង្ឃនិងពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវធ្វើពិធីរំលឹកខួបសម្រាប់ព្រះអង្គជារៀងរាល់ឆ្នាំបដិជគុណបន្តថាការរំលឹកខួបមិនត្រឹមតែធ្វើឲ្យព្រះសង្ឃនិងក្មេងជំនាន់ក្រោយបានស្គាល់បានយល់ពីសម្ដេចជួនណាតនោះទេតែពួកគេក៏បានដឹងអំពីសាវតានិងការតស៊ូរបស់ព្រះអង្គកាលពីកុមារភាពនិងជីវិតកាលជាសាមណៈរបស់ព្រះអង្គទៀតផងដើម្បីអាចឲ្យអ្នកជំនាន់ក្រោយចេះតស៊ូរៀនសូត្រនិងធ្វើខ្លួនឲ្យល្អដោយសម្ដេចជួនណាតប្រជាជនទូចម៉ៃយល់ឃើញថាគណៈសង្ឃនាយកព្រមទាំងក្រសួងធម្មការនិងសាសនាគប្បីមានសង្ឃប្រកាសឬសារាចរណែនាំប្រគេនព្រះសង្ឃគ្រប់វត្តទាំងអស់ទូទាំងប្រទេសនៅរៀងរាល់ថ្ងៃទី25ខែកញ្ញាដើម្បីឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើមហាបង្សកូលឧទ្ទិសកុសលថ្វាយសម្ដេចជួនណាតសម្ដេចសង្ឃរាជជួនណាតគឺជាអ្នកប្រាជ្ញព្រះពុទ្ធសាសនាដ៏ឆ្នើមមិនត្រឹមតែសម្រាប់ជាតិសាសន៍យើងទេសូម្បីតែលំដាប់ពិភពលោកក៏ទទួលស្គាល់សមត្ថភាពនិងស្វ័យប្រវត្តិរបស់ព្រះអង្គផុសតាងជាក់ស្ដែងដូចជានៅឆត្រសង្ឃាយនានៅប្រទេសភូមាហ្នឹងមកទល់សប្តាហ៍ថ្ងៃក៏មានការតម្កល់រូបឬក៏បច្ឆាយលក្ខណ៍របស់សម្ដេចនៅភូមាផងដែរពីព្រោះនៅឆត្រសង្ឃាយនាហ្នឹងក៏សម្ដេចបានយាងទៅចូលរួមក្នុងកម្មវិធីអញ្ចឹងគេអាចមើលឃើញបច្ឆាយលក្ខណ៍សម្ដេចជួនណាតនៅស្ទើរតែគ្រប់ទីវត្តអារាមបណ្ណាល័យខ្មែរសាលារៀននិងកន្លែងវប្បធម៌ផ្សេងៗទៀតសាលារាជធានីភ្នំពេញក៏បានសាងសង់រូបបដិមាសម្ដេចជួនណាតនៅចំកណ្ដាលរាជធានីភ្នំពេញមួយដែរពលរដ្ឋក្នុងក្រុងភ្នំពេញភាគច្រើនធ្លាប់បានឃើញរូបបដិមារបស់ព្រះអង្គហើយអ្នកខ្លះទៀតជិះកាត់ប្រភពព្រះអង្គជារៀងរាល់ថ្ងៃតែពលរដ្ឋទាំងនោះមិនប្រកាសថាបានដឹងច្រើនពីប្រវត្តិរបស់ព្រះអង្គឡើយ
ព្រះរាជគុណទូចម៉ៃមានធរណីកាថាក្នុងនាមជាប្រសង់ខ្មែរមួយអង្គព្រះរាជគុណរីករាយនៅពេលឃើញសាលារាជធានីភ្នំពេញបានកសាងរូបសំណាកសម្ដេចជួនណាតយ៉ាងណាព្រះរាជគុណក៏សម្គាល់ថានៅក្បែររូបសំណាកសម្ដេចជួនណាតពុំឃើញមានចារប្រវត្តិរបស់ព្រះអង្គឡើយព្រះរាជគុណទូចម៉ៃថាបើគេអាចចារប្រវត្តិរបស់សម្ដេចជួនណាតលើផ្ទាំងថ្មទាំងភាសាខ្មែរនិងអង់គ្លេសដាក់ក្បែររូបសំណាកសម្ដេចជួនណាតបន្ថែមទៀតវារឹតតែធ្វើឲ្យគេស្គាល់ព្រះអង្គរឹតតែច្បាស់ចំពោះការអំពាវនាវឲ្យមានការរៀបចំពិធីបុណ្យខួបសម្ដេចជួនណាតជាសាធារណៈគ្រប់វត្តអារាមជារៀងរាល់ឆ្នាំនេះអ្នកនាំពាក្យក្រសួងធម្មការនិងសាសនាលោកសេងសុមនីដែលស្នើមិនឲ្យដាក់សម្លេងលើវត្ថុមានប្រសាសន៍ថាក្រសួងមិនបានប្រកាសឲ្យរៀបចំពិធីនេះជាទូទៅដោយសារវាមិនមែនជាថ្ងៃដែលរដ្ឋាភិបាលបានកំណត់ថាជាថ្ងៃបុណ្យជាតិឬជាថ្ងៃចងចាំនៅឡើយយ៉ាងណាលោកថាក្រសួងធម្មការនិងសាសនាគាំទ្រចំពោះប្រសង់និងពុទ្ធបរិស័ទមួយចំនួនដែលកន្លងមកតែបានប្រារព្ធខួបសម្ដេចជួនណាតជាការពិតណាស់ការរំលឹកខួបឲ្យវីរៈបុរសជាតិឬអ្នកប្រាជ្ញដោយសម្ដេចជួនណាតមិនត្រឹមតែធ្វើឲ្យមនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់ពីភាពអស្ចារ្យរបស់មនុស្សជំនាន់មុននោះទេប៉ុន្តែវាថែមទាំងធ្វើឲ្យអ្នកជំនាន់ក្រោយខិតខំធ្វើខ្លួនល្អដោយពុព្វបុរសរបស់ពួកគេដូច្នេះដែរព្រោះគេគិតថាបើគេធ្វើល្អប្រទេសជាតិនឹងចងចាំពួកគេជារៀងរហូតចំពោះការរំលឹកខួបសម្រាប់សម្ដេចជួនណាតវិញព្រះរាជគុណទូចម៉ៃមានធរណីកាថាវាមិនធ្វើឲ្យកម្ពុជាខាត់បង់អ្វីនោះទេតែផ្ទុយទៅវិញគឺមានតែភាពចំណេញប៉ុណ្ណោះចំណេញទី1យើងលើកតម្កើងអ្នកដែលមានសមត្ថភាពអ្នកដែលបានបូជាប្រជជនសម្រាប់សាសនាសម្រាប់ជាតិចំណុចទី2គឺយើងបំផុសស្មារតីឲ្យមនុស្សនឹងស្រឡាញ់នៅបុព្វជជនរបស់ខ្លួនអានេះជាបុព្វការីជនរបស់ខ្លួនដែលមានឧបការៈចំពោះជាតិទី3ទៀតឲ្យមនុស្សជំនាន់ក្រោយនឹងខំប្រឹងធ្វើខ្លួនឲ្យคล้ายទៅជាមនុស្សសំខាន់សម្រាប់ជាតិសម្រាប់ពិភពលោកដែលគេមិនអាចបំភ្លេចបានហើយវាជាការឆ្លើយតបទៅនឹងព្រះពុទ្ធដីកាដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ប្រកាសសម្ដែងថារូបតាំងជារតិមច្ចាណੰនាមកោតាំងជារតិបានន័យថារូបរាងកាយនឹងវាចាស់ទ្រុឌទ្រោមប្រងព្រាទៅតាមពេលវេលាក៏ប៉ុណ្ណឹងប៉ុន្តែគេឈ្មោះកិត្តិយសស្នាដៃល្អហ្នឹងវាមិនបានបាត់បង់ទេខ្ញុំយាសុជីមេតាវັດឈូអាស៊ីសេរីភ្នំពេញ